សួរលោកគ្រូនិងមិត្តរួមថាទាំងអស់គ្នាខ្ញុំបាទឈ្មោះថាវឈូកដែលត្រូវឡើងមកបកស្រាយនៅប្រធានបទThe Hybrid Work Evolution ដែលសមាជិករបស់ក្រុមខ្ញុំបាទមានប៉ុនសធារាខ្ញុំបាទឈ្មោះថាវឈូកនិងកញ្ញាសុនសាមឌីអឺនិងកញ្ញាហេងមីនលៀប អឺចំពោះមាតិកាយើងមាន9អឺទី1Introduction សេចក្តីផ្ដើមទី2 Definition of Hybrid Work និយមន័យ3 Objective of Evolution គោលបំណងនៃការវាយតម្លៃទី4Advantage គុណសម្បត្តិទី5 Disadvantage គុណវិបត្តិទី6 Evolution Chris criteria លក្ខណៈវិនិច្ឆ័យទី7 evolution method វិធីសាស្ត្រវាយតម្លៃទី8 recommendation អនុសាសន៍និងចំណុចចុងក្រោយទី9 conclusion សេចក្តីសន្និដ្ឋានអឺទី1ដែលជាចំណុចដែលខ្ញុំត្រូវបកស្រាយ introduct introduction សេចក្តីផ្ដើមសម័យបច្ចុប្បន្នបច្ចេកវិទ្យា Digital បានផ្លាស់ប្ដូររបៀបធ្វើការរបស់អង្គការជាច្រើនជាពិសេសបន្ទាប់ពីការរីករាលដាលអឺជំងឺ COVID-19 ដែលអង្គការជាច្រើនបានអនុវត្តប្រព័ន្ធការងារពីចម្ងាយក្រោយមក Hybrid Work បានក្លាយជាគំរូការងារដ៏ពេញនិយមដោយរួមបញ្ចូលការងារនៅការិយាល័យនិងការងារពីចម្ងាយចឹងយើងដឹងហើយថាកាលពីឆ្នាំ2019ជំងឺ COVID បានផ្ទុះឡើងដែលធ្វើឲ្យអង្គអង្គភាពឬអង្គការមួយចំនួននៅលើពិភពលោកបានផ្លាស់ប្ដូររបៀបនៃការធ្វើការរបស់អង្គភាពអឺដែលដែលធ្វើឲ្យអង្គភាពមួយចំនួនបានផ្លាស់ប្ដូរអឺឲ្យបុគ្គលិកធ្វើការងារនៅក្នុងផ្ទះអឺជាជាងទៅការិយាល័យផ្ទាល់ចំណុចទី2 definition of hybrid work និយមន័យhybrid work គឺជាគំរូការងារដែលអនុញ្ញាតឲ្យបុគ្គលិកបែងចែកពេលវេលារវាងការធ្វើការនៅការិយាល័យនិងការធ្វើការងារពីចម្ងាយឧទាហរណ៍បុគ្គលិកអាចចូលការិយាល័យ3ថ្ងៃនិងមួយក្នុង3ថ្ងៃមួយសប្តាហ៍និងធ្វើការអឺពីផ្ទះ2ថ្ងៃ អឺគោលបំណងរបស់hybrid work គឺបង្កើតភាពបត់បែនអញ្ចឹងបង្កើតភាពបត់បែនហ្នឹងគឺមានន័យថាបុគ្គលិកអាចធ្វើការនៅផ្ទះក៏បានអឺអាចទៅធ្វើការនៅកន្លែងធ្វើការក៏បានមួយទៀតបើសគាត់អាចបើសិនជាគាត់មានបេសកកម្មនៅតាមខេត្តក៏គាត់អាចទទួលបានព័ត៌មានឬក៏ក្រុមហ៊ុនមានក្រុមហ៊ុនមាន meeting ណាមួយដែលប្រញាប់ក៏បុគ្គលិកអាចធ្វើការពីចម្ងាយបានអឺចំណុចមួយទៀតបង្កើតផលិតភាពការងារអញ្ចឹងនៅពេលដែលអឺបុគ្គលិកធ្វើការនៅនៅផ្ទះអឺនិងធ្វើការនៅផ្ទះក៏អាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័សអឺមួយទៀតជួយឲ្យបុគ្គលិកមានតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនអញ្ចឹងអឺអឺបុគ្គលិកក៏មានតុល្យភាពត្រង់ថាអឺបុគ្គលិកអាចទៅធ្វើការនៅផ្ទះក៏បាននិងធ្វើការងារនៅការិយាល័យក៏បានកាត់បន្ថយការចំណាយរបស់អង្គការអញ្ចឹងនៅពេលដែលអឺយើងធ្វើការនៅផ្ទះអញ្ចឹងបុគ្គលិកអាចកាត់បន្ថយដូចជាការចំណាយទៅលើការថ្លៃសាំងដូចគ្នាអញ្ចឹងចំណុចរបស់ខ្ញុំបាទមានតែតែប៉ុណ្ណឹងអឺស្លាយបន្ទាប់សូមឲ្យមិត្តរួមក្រុមជាអ្នកបកស្រាយ
Lạiបន្ទាប់ សូមអធិស្ឋានមិញ slow ជំរាបសួរលោកគ្រូខ្ញុំជាសមាជិកនៅក្នុងក្រុមឧត្តនសាមគ្គីដំឡើងក៏និយាយស្លាយបន្ទាប់ពីមិត្តរួមក្រុមរបស់ខ្ញុំដែលចំណុចទី3នេះនិយាយពីគោលបំណងនៃការវិតម្លៃការវាស់វែងនិងការវិតម្លៃការវាស់វែងផលិតភាពការងារជាក់ស្ដែងរបស់បុគ្គលិកកំណត់កម្រិតភាពពេញចិត្តរបស់បុគ្គលិកចំពោះប្រព័ន្ធការងារវាយតម្លៃប្រសិទ្ធភាពនៃការទំនាក់ទំនងនិងសហការក្រុមសម្រាប់មួយទៀតគឺការកែលម្អជាយុទ្ធសាស្ត្រក្នុងនោះមាន3ចំណុចដូចគ្នាដែលទី1គឺវាយតម្លៃផលប៉ះពាល់លើការចំណាយសរុបរបស់អង្គភាពស្វែងរកបញ្ហាប្រឈមនិងឧបសគ្គនានាក្នុងការអនុវត្តស្វែងរកឱកាសថ្មីៗដើម្បីកែលម្អគុណភាពការងារឲ្យកាន់តែប្រសើរសូមឆ្លើយបន្ទាប់បងឲ្យចុះខកតិចឡើងទៅលើតិចសម្រាប់ចំណុចទី4នេះគឺនិយាយពី advantage of hybrid work គុណសម្បត្តិសម្រាប់ hybrid work គឺផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិកដូចជាសេរីភាពផ្ទាល់ខ្លួនមានសេរីភាពខ្ពស់ក្នុងការរៀបចំពេលវេលាកាត់បន្ថយការចំណាយជាការសន្សំសំចៃថ្លៃធ្វើដំណើរនិងអាហារមានសុខុមាលភាពកាត់បន្ថយភាពតានតឹងពេលមានពេលសម្រាប់គ្រួសារមួយទៀតគឺសេរីភាពផ្ទាល់ខ្លួនមានសេរីភាពខ្ពស់ក្នុងការរៀបចំពេលវេលាឲ្យបានត្រឹមត្រូវកាត់បន្ថយការចំណាយសន្សំសំចៃការក្នុងការថ្លៃធ្វើដំណើរនិងអាហារតែបើខ្ញុំបច្ចុប្បន្នអរគុណលោកគ្រូជំរាបសួរលោកគ្រូនិងខ្ញុំមួយមានលៀបនឹងបកស្រាយបន្ទាប់ពីមិត្តរួមថ្នាក់របស់ខ្ញុំអញ្ចឹងខ្ញុំបន្តចំណុចទី5តែនិយាយអំពី disadvantage of hybrid work គុណវិបត្តិរបស់ hybrid work អញ្ចឹងទោះបីជាមានភាពងាយស្រួលគំរូការងារទាំងអស់ហ្នឹងក៏មានផលវិបាកមួយចំនួនដូចគ្នាដែរអញ្ចឹងផលវិបាកហ្នឹងមានដូចជាពិបាកក្នុងការទំនាក់ទំនងផ្ទាល់និងការបង្កើតទំនាក់ទំនងជិតស្និទ្ធបុគ្គលិកមួយចំនួនមានអារម្មណ៍ថាឯកានៅក្នុងក្រុមការងារការលំបាកសម្រាប់អ្នកគ្រប់គ្រងក្នុងការតាមដានវឌ្ឍនភាពហានិភ័យតាក់ទងនឹងសន្តិសុខទិន្នន័យនៅក្រៅការិយាល័យសូមឆ្លើយបន្តចឹងទី6ហ្នឹងនិយាយពី evaluation criteria ដែលហៅថាលក្ខណៈវិនិច្ឆ័យអញ្ចឹងយើងនិយាយពី productivity ការវាស់វែងលើបរិមាណការងារគុណភាពលទ្ធផលនិងការគោរពតាមពេលវេលាកំណត់ដែលបានព្រមព្រៀងគ្នា collaboration ពីតម្លៃលើល្បឿននិងភាពងាយស្រួលក្នុងការតាក់ទងនិងសហការគ្នាជាក្រុមតាមរយៈប្រព័ន្ធអនឡាញ work life balance ពិនិត្យមើលថាតើបុគ្គលិកអាចបែងចែកពេលវេលានិងថែរក្សាសុខភាពផ្លូវចិត្តបានល្អប្រសើរដែរឬទេអញ្ចឹងស្លាយរបស់ខ្ញុំអស់ហើយអរគុណគ្រូជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះប៉ុនសុធារាដែលត្រូវឡើងមកបកស្រាយនៅ slide បន្តពីមិត្តរួមក្រុមរបស់ខ្ញុំនៅចំណុចទី7ដែលនិយាយអំពី evaluation mentor ឬក៏វិធីសាស្ត្រក្នុងការវាយតម្លៃអញ្ចឹងនៅក្នុង slide នេះគឺគេនិយាយអំពីវិធីសាស្ត្រដែលអង្គការនឹងប្រើដើម្បីវាយតម្លៃ
ឲ្យមានប្រសិទ្ធភាពនៅក្នុងការអនុវត្តពី hybrid work ហ្នឹងអញ្ចឹងនៅក្នុងនោះមាន4ចំណុចដែលពួកខ្ញុំបានស្រាវជ្រាវមកគឺវិធីសាស្ត្រទី1គឺដែលនិយាយអំពី employee survey អញ្ចឹងនៅក្នុងចំណុចនេះគឺបានន័យថាក្រុមហ៊ុនហ្នឹងគឺគាត់ត្រូវចុះធ្វើការស្ទង់មតិអំពីបុគ្គលិកដើម្បីប្រមូលនៅមតិយោបល់ដែលបានមកពីបទពិសោធន៍និងកម្រិតពេញចិត្តរបស់ពួកគេដើម្បីជួយឲ្យអង្គការហ្នឹងមានការយល់ដឹងអំពីបញ្ហានានាហើយនឹងតម្រូវការជាក់ស្ដែងរបស់បុគ្គលិកហើយចូលមកដល់ចំណុចទី2គឺនិយាយអំពី interview អញ្ចឹងចំណុចនេះគឺបានន័យថាជាការសម្ភាសផ្ទាល់ជាមួយបុគ្គលិកនិងអ្នកគ្រប់គ្រងដើម្បីទទួលបានអំពីព័ត៌មានលម្អិតនិងការស្វែងរកពីបញ្ហាដែលប្រឈមដែលក្រុមហ៊ុនហ្នឹងត្រូវជួបប្រទះហើយចំណុចទី3គឺនិយាយអំពី performance review ដែលនៅក្នុងចំណុចនេះគឺគេនិយាយអំពីការវិតម្លៃទៅលើលទ្ធផលការងាររបស់បុគ្គលិកដើម្បីពិនិត្យបានថាប្រព័ន្ធ hybrid work ហ្នឹងមានឥទ្ធិពលយ៉ាងដូចម្ដេចទៅលើផលិតភាពនៅក្នុងការងារហើយចំណុចចុងក្រោយគឺនិយាយអំពី data analysis អញ្ចឹងនៅក្នុងចំណុចនេះគឺបានន័យថាការវិភាគរាល់ទិន្នន័យដែលតាក់ទងទៅនឹងវត្តមានការអនុវត្តការងារនិងក៏ដូចជាសូចនាករសំខាន់ផ្សេងៗហ្នឹងដើម្បីវាស់អំពីប្រសិទ្ធភាពក្នុងប្រព័ន្ធ hybrid work ហ្នឹងឲ្យបានកាន់តែច្បាស់ផងដែរហើយសូមចូលទៅ slide បន្ទាប់ដែលនៅចំណុចទី8ដែលគេនិយាយអំពី recommendation ឬក៏អនុសាសន៍អញ្ចឹងដែលផ្អែកទៅលើការសិក្សាអំពីប្រព័ន្ធ hybrid work ហ្នឹងក្រុមរបស់ខ្ញុំក៏សូមផ្ដល់នៅអនុសាសន៍ដែលស្រាវជ្រាវបានដូចនៅខាងក្រោមទី1ហ្នឹងគឺការកំណត់គោលនយោបាយឲ្យបានច្បាស់អញ្ចឹងអង្គការហ្នឹងគួរតែកំណត់គោលនយោបាយនៅក្នុងការងាររបស់ពួកគេហ្នឹងឲ្យបានច្បាស់លាស់ដើម្បីឲ្យបុគ្គលិកហ្នឹងងាយស្រួលយល់ពីទំនួលខុសត្រូវរបស់ពួកគេនិងទូនាទីនៅក្នុងការងារផងដែរហើយចំណុចទី2នោះគឺផ្ដល់នៅឧបករណ៍បច្ចេកទេសដែលសមរម្យអញ្ចឹងពួកគេនឹងគួរតែផ្ដល់នៅបច្ចេកវិទ្យាឬក៏ឧបករណ៍ដែលគាំទ្រដែលមានប្រសិទ្ធភាពដូចជាកុំព្យូទ័រអ៊ីនធឺណិតឬក៏កម្មវិធីដែលសហការនានាដែលទៅនឹងការងារហើយចំណុចទី3គឺបណ្ដុះបណ្ដាលបុគ្គលិកទៅលើការងារពីចម្ងាយអញ្ចឹងក្នុងចំណុចហ្នឹងក្រុមហ៊ុនគួរតែត្រូវលើកទឹកចិត្តក្នុងការទំនាក់ទំនងនិងសហការគ្នារវាងសមាជិកក្នុងក្រុមការងារដើម្បីកាត់បន្ថយនៅគម្លាតការងារផងដែរចំណុចទី4គឺនិយាយអំពីការលើកកម្ពស់ទំនាក់ទំនងជាប្រចាំអញ្ចឹងផងដែរនេះគួរតែរៀបចំពីការបណ្ដុះបណ្ដាលជាប្រចាំដើម្បីបង្កើតនៅជំនាញបច្ចេកវិទ្យានិងការគ្រប់គ្រងការងារពីចម្ងាយផងដែរហើយចឹងចំណុចចុងក្រោយគឺការរៀបចំសកម្មភាពកសាងការងារឬក៏ team building ហ្នឹងអញ្ចឹងអង្គការឬក៏ក្រុមហ៊ុនហ្នឹងគួរតែរៀបចំពីសកម្មភាពក្នុងការកសាងសកម្មភាពការងារហ្នឹងជាប្រចាំដើម្បីពង្រឹងនៅទំនាក់ទំនងនិងបង្កើននៅស្មារតីរវាងបុគ្គលិកនិងក្រុមការងារទាំងមូលផងដែរហើយចំណុចចុងក្រោយនៅក្នុងប្រធានបទហ្នឹងគឺ conclusion ឬក៏សេចក្តីសន្និដ្ឋានអញ្ចឹងសេចក្តីសន្និដ្ឋានហ្នឹងគឺhybrid work ហ្នឹងគឺជាការរបៀបការងារទំនើបមួយដែលរួមបញ្ចូលទាំងការងារនៅក្នុងការិយាល័យនិងការងារពីចម្ងាយផងដែរហើយប្រព័ន្ធនេះក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាការបង្កើតភាពបែបបទការកាត់បន្ថយចំណាយការបង្កើនតុល្យភាពការងារនិងជីវិតផ្ទាល់ខ្លួនផងដែរទោះជាយ៉ាងណាក៏ដោយប្រព័ន្ធ hybrid work ហ្នឹងក៏មានបញ្ហាប្រឈមដែលឈានបញ្ហាមួយចំនួនដូចជាបញ្ហាទំនាក់ទំនងការគ្រប់គ្រងនៅក្នុងការងារនិងការរក្សាវប្បធម៌ក្នុងអង្គការឬក៏ក្រុមហ៊ុនផងដែរអញ្ចឹងអង្គការដូច្នេះហើយអង្គការគួរតែត្រូវបានរៀបចំផែនការឬក៏បច្ចេកវិទ្យាគាំទ្រនិងវិធីសាស្ត្រគ្រប់គ្រងដែលសមរម្យដើម្បីឲ្យការអនុវត្ត hybrid work នោះទទួលបាននូវជោគជ័យនិងបង្កើននូវប្រសិទ្ធភាពការងាររយៈពេលវែងផងដែរអញ្ចឹងslide របស់ក្រុមពួកខ្ញុំក៏ចប់តែប៉ុណ្ណេះសូមអរគុណលោកគ្រូ